ឆ្ងាញ់ញ៉ាំមីហិលនៅក្នុងហាងគេមានម៉ាស៊ីនត្រជាក់គេមានកង្ហាដល់ទៅពេលនេះខ្ញុំណាញ៉ាំមីហិលឆ្ងាញ់ដូចនៅក្នុងហាងអញ្ចឹងប៉ុន្តែអត់មានម៉ាស៊ីនត្រជាក់អត់មានកង្ហាទេគឺមានតែខ្យល់ទន្លេធម្មជាតិត្រជាក់ល្ហឹមតាំងពីនេះខ្ញុំធ្វើវីដេអូមកនេះគឺជាលើកទី1ហើយដែលនេះខ្ញុំមកធ្វើអីញ៉ាំនៅទន្លេរដងគឺយើងធ្វើទៅនៅផ្ទះទេក៏ប៉ុន្តែថ្ងៃហ្នឹងគឺថាចង់បដូរបរិយាកាសដោយសារតែឃើញធ្លាក់ខ្យល់ត្រជាក់អញ្ចឹងទៅក៏បបួលគ្នាវិចចានវិចឆ្នាំងវិចក្រានវិចបន្លែវិចសាច់វិចមីទាំងអស់ហ្នឹងទៅធ្វើមីហិលញ៉ាំនៅទន្លេប៉ុន្តែគ្រឿងក្រៅបន្លែសាច់គឺយើងធ្វើពីផ្ទះទៅហើយមីហិលរបស់នេះខ្ញុំថ្ងៃហ្នឹងគឺរៀងប្លែកពីគេបន្តិចអីដោយសារតែនេះខ្ញុំមានដាក់បន្ថែមជាមួយនឹងសាច់ត្រីរ៉ស់និយាយពីថាញ៉ាំទៅឆ្ងាញ់ណាស់បងប្អូនហើយបន្លែសាច់ដែលយើងដាក់នៅក្នុងមីហិលហ្នឹងគឺដូចតែគេដូចតែឯងទេគ្រាន់តែថ្ងៃនេះខ្ញុំដាក់បន្ថែមសាច់ត្រីរ៉ស់បន្តិចទៀតអញ្ចឹងបន្លែគឺយើងប្រើមានដូចជាស្ពៃបូកូមានផ្កាខាត់ណាពណ៌ខៀវមានស្ពៃក្តៅពណ៌ស្វាយហើយមានផ្សិតម្ជុលចំណែកប្រហិតគឺនេះខ្ញុំប្រើ hot dog ស្រួយមានប្រហិតត្រីនិងប្រហិតតាហ៊ូហើយសាច់គឺមានសាច់គោហើយនិងសាច់ត្រីរ៉ស់សម្រាប់មីដែលនេះខ្ញុំប្រើយកមកធ្វើមីហិលថ្ងៃហ្នឹងគឺមីកូរីណូនិយាយពីថារសជាតិដូចហាងមីហិលបេះបិទតែសាច់មីឡើងទន់ស្វិតឆ្ងាញ់ហើយរសជាតិពិតរបស់កូរ៉េមីហិលកូរ៉េកូរីណូនេះគឺមានពីរប្រភេទឲ្យយើងជ្រើសរើសមានដូចជាកូរីណូ Super Spicy Hot Pot សម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំហិលខ្លាំងនិងកូរីណូ Spicy Hot Pot សម្រាប់អ្នកដែលគាត់ចូលចិត្តហិលល្មមធ្លាប់តែឮគេនិយាយថាមីហ្នឹងញ៉ាំទៅគឺឆ្ងាញ់ដូចមីហិលនៅក្នុងហាងអញ្ចឹងដល់ទៅពេលបានធ្វើញ៉ាំខ្លួនឯងគឺឆ្ងាញ់មែនសម្រាប់សាច់ត្រីរ៉ស់ដែលយើងដាក់នៅក្នុងមីហិលហ្នឹងគឺយើងភ្លឺយកតែសាច់សុទ្ធអញ្ចឹងទេហើយបន្ទាប់មកយើងស្លាយវាស្ដើងអញ្ចឹងទៅនិយាយពីថាដាក់ចូលនៅក្នុងមីហិលញ៉ាំទៅឆ្ងាញ់ណាស់អត់មានធុំក្លិនឆ្អាបអីទេហើយសាច់គោនេះគឺយើងហាន់វាជាប្រទេសស្ដើងហើយនេះអ្វីដែលយើងយកទៅធ្វើមីហិលហ្នឹងគឺមានតាំងពីទឹកមានតាំងពីចក្រានមានតាំងពីឆ្នាំងមីគ្រឿងក្រៅសាច់បន្លែនិយាយទៅគឺថាដាក់ទៅមកកាផ្លេអេសហ្មងអត់មានឲ្យខ្វះអីទេឥឡូវនេះចាប់ផ្ដើមចេញដំណើរទៅហើយនិយាយពីថាទេសភាពល្ងាចនឹងមកអែហ្មងអាលោកតិចមានខ្យល់លហើយលហៀហើយពន្លឺព្រះអាទិត្យរៀបលិចហើយជីមកតាមផ្លូវមានសัตว์មានអីអញ្ចឹងទៀតទៅអូយនិយាយពីថាឡើងស្រស់ស្រាយក្នុងអារម្មណ៍ហ្មងណាហើយនឹងរកទីតាំងចុះចតផងคลิกយកជីវ៉ាមកបន្ទាប់ពីរៀបចំកន្លែងរួចរាល់អស់ហើយឥឡូវយើងចាប់ផ្ដើមធ្វើជាដំបូងឡើយហ្នឹងគឺយើងត្រូវដាក់ដាំទឹកជាមុនសិននៅក្នុងមីកូរ៉េណូមកកញ្ចប់គឺយើងប្រើទឹកចំនួន450មីលីលីត្រយើងដាំវាឲ្យពុះអូល្មិចចុះខ្យល់ខ្លាំងពេកទៅហួតអត់ងាយពុះទឹកឥឡូវនេះទឹករបស់យើងបានពុះកកហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងហែកមីដាក់ចូលឲ្យយ៉ាស់បាសជើងអញ្ចឹងមីរបស់យើងគឺមានពីររសជាតិមីកូរីណូ Super Spicy Hot Pot សម្រាប់អ្នកដែលគាត់ចូលចិត្តហិលគាត់អាចបន្ថែមរសជាតិហិលទៅតាមចំណង់ចំណូលចិត្តបានព្រោះនៅក្នុងហ្នឹងគឺគេមានកញ្ចប់ម្ទេសហិលនៅក្នុងហ្នឹងអញ្ចឹងរសជាតិនេះគេដាក់ថារសជាតិមីហិល7កម្រិតខ្ញុំញ៉ាំអានេះញ៉ាំហ្នឹងកំងខ្លួនឯងអូខេពួកខ្ញុំចូលចិត្តហិលបងឯងអត់សូវចូលចិត្តហិលបងឯងញ៉ាំនេះកូរីណូ Spicy Hot Pot នឹងសម្រាប់អ្នកដែលគាត់អត់សូវប៉ិនហិលគាត់អាចញ៉ាំអានឹងបាននៅក្នុងមីកូរ៉េណូ Super Spicy Hot Pot គឺវាមានកញ្ចប់គ្រឿង3កញ្ចប់ហ្នឹងសម្រាប់កញ្ចប់ក្រហមនេះគឺយើងបន្ថែមរសជាតិហិលនៅពេលដែលយើងចម្អិនមីឆ្អិនហើយគឺយើងដាក់បន្ថែមរសជាតិហិលទៅតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងនៅពេលដែលទឹកពុះហើយគឺយើងហែកមីដាក់ចូលហើយគ្រឿងទេសអីហ្នឹងគឺយើងដាក់ចូលទាំងអស់ទៅហើយយើងបន្ថែមមានប្រហិតមានបន្លែទាំងអស់ហ្នឹងគឺយើងដាក់តាមចំណង់ចំណូលចិត្តញ៉ាំត្រីញ៉ាំគោដាក់សាច់គោផងដាក់ត្រីផងទៅអូយអ្នកផ្សំគ្រឿងនេះដូចធុងញីញយមិនទេចំណង់ចំណូលចិត្តខុសគ្នាមិនអូខេដាក់អញ្ចឹងទៅហើយដាក់បន្លែមកតួសម្ដែងនាងខ្ញុំនេះមិនសូវចេះរៀបរៀងប្រហែលទេមើលបន្លែមើលសាច់ដែលគាត់ដាក់យកអញ្ចឹងហ្មងដល់ទៅពេលធ្វើមីហិលអញ្ចឹងបាទនាងខ្ញុំដឹងថាឆ្នាំងនេះនាងខ្ញុំទិញយកមកធ្វើមីហិលហ្នឹងគឺវារៀងតូចពេកទេបើសិនបានធំជាងហ្នឹងល្អមីកូរីណូយើងចម្អិនអត់ត្រូវការចំណាយពេលយូរទេគ្រប់ទុកតែ4នាទីឯហ្នឹងគឺឆ្អិនបានញ៉ាំហើយឥឡូវពូចុងភៅគាត់ចាប់ផ្ដើមឆុងរបស់គាត់ម្ដងពូចុងភៅគាត់អត់សូវជាប៉ិនហិលប្រហែលទេអញ្ចឹងគាត់ញ៉ាំមីកូរីណូ Spicy Hot Pot រសជាតិគឺហិលមកល្មមញ៉ាំនេះពូចុងភៅគាត់បានផ្សំគ្រឿងរបស់គាត់រួចរាល់ហើយអញ្ចឹងគាត់គ្រប់ទុក4នាទីដូចគ្នាដែរហើយអូយ៉ាខាងនេះពូដែរបានហើយមកដើមគ្រៀនឥឡូវចាប់ផ្ដើមនាំគ្នាញ៉ាំហើយពេលដែលញ៉ាំហ្នឹងគឺនាងខ្ញុំបន្ថែមជាមួយនឹងកម្រិតហិលមីកូរីណូ Super Spicy Hot Pot គឺគេមានបន្ថែមកម្រិតហិលហ្នឹងអញ្ចឹងនៅលើកញ្ចប់ហ្នឹងគឺគេដាក់ហិល7កម្រិតអញ្ចឹងយើងចង់ដាក់ប៉ុណ្ណាក៏បានដែរដាក់បន្តិចក៏បានដាក់ពាក់កណ្ដាលក៏បានឬក៏ដាក់មួយកញ្ចប់ទាំងអស់ហ្នឹងក៏បានដែរនាងខ្ញុំដាក់ចូលពាក់កណ្ដាលគឺហិលមកល្មមឆ្ងាញ់វាល្ងឹតទេបងប្អូនមកនេះវាសារតែវាល្ងឹតអញ្ចឹងទៅឥឡូវចុចធ្វើផ្លាស់បាញ់ផ្លាស់មិនអាចថតបានមើលភ្លក់មើល
ngành ឆ្ងាញ់ដូចគេថាមែនតាខ្ញុំមិនដែរញ៉ាំទេតាំងពីគេដើម្បីមីកូរីណូនឹងមកគេថាមីកូរីណូរសជាតិឆ្ងាញ់ដូចមីហុលនៅក្នុងហាងអញ្ចឹងហើយអាចកម្រិតជាតិហុលបានទៀតនៅពេលយកមកធ្វើអញ្ចឹងបានឆ្ងាញ់មែន xanh mi rất là យើងក៏ញ៉ាំមីហិលនៅផ្ទះបាញ់ញ៉ាំហើយញ៉ាំបែបនេះអត់ចាក់ខ្លួនណាអត់បាញ់ញ៉ាំដោយសារខ្យល់ធម្មជាតិនិយាយថាចង់និមងពេលកូនមួយហ្នឹងយើងកូនមកគេកូនមកកទេក៏គេនៅចង់តំងបានចឹង វីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការចំណាយពេលទស្សនាចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ